អត្ថបទទី20អំណាចនៃប្រាជ្ញាខាងក្រោមនេះគឺជាដំណើររឿងដែលនិយាយអំពីស្ត្រីពីរនាក់ដណ្ដើមកូនគ្នាដែលដកស្រង់ចេញពីព្រះគម្ពីរពេបមានស្ត្រីពីរនាក់ចូលមកគាល់ព្រះបាទសាឡូមោនស្ត្រីទី1ទូលទៅកាន់ស្ដេចថាបបិទ្ធព្រះករុណាជាម្ចាស់ខ្ញុំម្ចាស់និងស្ត្រីម្នាក់នេះរស់នៅក្នុងផ្ទះជាមួយគ្នានៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយខ្ញុំម្ចាស់ក៏សម្រាលបានកូនមួយ3ថ្ងៃក្រោយមកនាងក៏សម្រាលបានកូនមួយដែរស្ត្រីទាំងពីរនាក់នេះសុទ្ធតែមានផ្ទៃពោះរៀងៗខ្លួនប៉ុន្តែបានមកស្នាក់អាស្រ័យនៅក្នុងផ្ទះជាមួយគ្នានៅក្នុងផ្ទះគ្មាននរណាផ្សេងទេគឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះយប់មួយកូនរបស់ស្ត្រីនោះស្លាប់ដោយសារនាងដេកសង្កត់លើដល់ពាក់កណ្ដាលអាធ្រាត្រពេលខ្ញុំម្ចាស់កំពុងដេកលក់នាងក៏ក្រោកឡើងចូលមកបីកូនរបស់ខ្ញុំម្ចាស់ដែលដេកនៅជិតខ្ញុំម្ចាស់យកទៅដាក់ដេកនៅក្បែរនាងរួចយកកូនរបស់នាងដែលស្លាប់នោះមកដាក់ជិតខ្ញុំម្ចាស់វិញព្រឹកឡើងកាលខ្ញុំម្ចាស់ភ្ញាក់ពីដំណេកដើម្បីបំបើកូនខ្ញុំម្ចាស់ឃើញថាកូនស្លាប់បាត់ទៅហើយលោកខ្ញុំម្ចាស់ពិនិត្យមើលយ៉ាងច្បាស់លាស់ក៏ឃើញថាមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេស្ត្រីទី2នាងស្រែកឡើងថាមិនពិតទេកូនរបស់នាងស្លាប់ហើយគឺកូនខ្ញុំទេដែលនៅរស់ដូច្នេះស្ត្រីទាំងពីរក៏ប្រកែកគ្នានៅចំពោះព្រះភ័ក្ត្រស្ដេចបន្ទាប់ពីព្រះសណ្ដាប់រឿងរ៉ាវរបស់នាងទាំងពីររួចហើយព្រះរាជាក៏ជ្រាបច្បាស់ថានឹងត្រូវធ្វើអ្វីពេលនោះទ្រង់មានព្រះបន្ទូលបញ្ជាថាចូលយកដាវមកឲ្យយើងពេលគេយកដាវមកដល់ទ្រង់មានព្រះរាជអង្ការថាចូលកាប់កូននេះជា2ចំណែកហើយចែកកូននេះមួយចំហៀងម្នាក់ទៅឲ្យស្ត្រីទាំងពីរចុះពេលនោះស្ត្រីដែលជាម្ដាយរបស់កូនដែលនៅរស់មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនជាខ្លាំងក៏ទូលព្រះរាជាថាបបិទ្ធព្រះករុណាជាម្ចាស់ខ្ញុំម្ចាស់ទូលអង្វរព្រះករុណាមេត្តាប្រទានកូនដែលនៅរស់នេះទៅឲ្យស្ត្រីម្នាក់នេះចុះសូមកុំសម្លាប់វាឡើយចំណែកឯស្ត្រីទី2ពោលថាសូមកាប់កូននេះជា2ចំណែកទៅធ្វើដូច្នេះកូននេះនឹងមិនបានទៅខ្ញុំឬទៅនាងឡើយពេលនោះព្រះរាជាមានរាជអង្ការថាកុំសម្លាប់កូននេះចូលប្រគល់វាទៅឲ្យស្ត្រីទី1ចុះត្បិតនាងជាម្ដាយរបស់កូនដែលនៅរស់មែនតាមរយៈសាច់រឿងខាងលើនេះបានបញ្ជាក់ថាប្រាជ្ញាជួយឲ្យយើងចេះដោះស្រាយបញ្ហាដោយសន្តិវិធីនិងអាចស្វែងរកការពិតជាក់ស្ដែងមកបង្ហាញឲ្យគ្រប់គ្នាបានឃើញនិងបានយល់ប្រាជ្ញាអាចនាំឲ្យមនុស្សគ្រប់គ្នាស្គាល់ល្អអាក្រក់ដឹងខុសត្រូវនិងយល់ច្បាស់ពីអ្វីដែលគួរធ្វើនិងមិនគួរធ្វើសុភាសិតនៃព្រះគម្ពីរបេបបានចែងថាអ្នកណារកប្រាជ្ញាឃើញអ្នកណារៀនដឹងខុសត្រូវអ្នកនោះមានសុភមង្គលហើយត្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀតប្រាជ្ញាមានតម្លៃលើសត្បូងហើយអ្វីដែលអ្នករកបានពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយប្រាជ្ញាផ្ដល់ឲ្យយើងមានអាយុយឺនយូរព្រមទាំងនាំឲ្យមានសម្បត្តិដ៏រុងរឿងទៀតផងប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនានិងសុខសាន្តប្រាជ្ញាជាដើមឈើផ្ដល់ជីវិតសម្រាប់អស់អ្នកដែលបេះផ្លែមកបរិភោគអ្នកណាមានប្រាជ្ញាជាប់ខ្លួនអ្នកនោះមានសុភមង្គលហើយហេតុនេះចូលយើងម្នាក់ខិតខំស្វែងរកឲ្យបាននូវប្រាជ្ញាដែលជាពន្លឺបំភ្លឺភាពងងឹតខាងគំនិតនិងសតិសម្បញ្ញៈរបស់ខ្លួនឲ្យបានជាប់ជានិច្ចប្រយោជន៍ឲ្យជីវិតអាចរស់នៅប្រកបដោយសេចក្តីសុខសាន្តនិងសុខដុមរមនាតើគួរស្វែងរកប្រាជ្ញាដោយរបៀបណាសុភាសិតនៃព្រះគម្ពីរបេបបានចែងទៀតថាការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រភពនៃការចេះដឹងមានតែព្រះអង្គម្ចាស់ទេដែលប្រទានប្រាជ្ញាចំណេះវិជ្ជានិងការដឹងខុសត្រូវសុទ្ធតែមកពីព្រះអង្គម្ចាស់ទាំងអស់ទាំងនេះមានន័យថាបើនិយាយអំពីជំនឿរបស់គ្រីស្ទបរិស័ទគឺយើងអាចស្វែងរកប្រាជ្ញាការដឹងខុសត្រូវនិងចំណេះដឹងគ្រប់យ៉ាងពីព្រះបានគឺតាមរយៈការមានទំនាក់ទំនងជាមួយទ្រង់ដោយការប្រើដួងចិត្តរបស់យើងម្នាក់និងតាមរយៈការសិក្សាពីព្រះបន្ទូលទ្រង់ដែលមានចែងនៅក្នុងព្រះគម្ពីរបេបទាំងមូលនៅត្រង់ចំណុចនេះយើងមិនមែននិយាយត្រឹមតែចំណេះដឹងថ្នាក់ខួរក្បាលប៉ុណ្ណោះទេប៉ុន្តែយើងផ្ដោតសំខាន់ជាងទៅលើប្រាជ្ញានិងចំណេះដឹងថ្នាក់ចិត្តវិញ្ញាណយ៉ាងស៊ីជម្រៅ
ពិតណាស់នៅពេលដែលមនុស្សម្នាក់មានការអប់រំផ្លូវចិត្តបានល្អត្រឹមត្រូវនិងរឹងមាំហើយនោះដំណើរការនៃជីវិតក៏មានភាពល្អប្រសើរនិងធ្វើដំណើរទៅដោយរលូនព្រមទាំងអាចយកឈ្នះបាននូវរាល់ការអាក្រក់ឬការលបងលបងទាំងឡាយដែលមាននៅក្នុងលោកីយ៍នេះហើយជីវិតក៏នឹងរស់នៅបានសុខច្រើនជាងទុក្ខផងដែរម្យ៉ាងវិញទៀតប្រសិនជាយើងគ្រាន់តែចង់ស្វែងរកប្រាជ្ញានិងចំណេះដឹងត្រឹមថ្នាក់ខួរក្បាលទេនោះយើងអាចស្វែងរកបាននៅគ្រប់ទីកន្លែងព្រោះថាកន្លែងណាក៏ជាថ្នាក់រៀនរបស់យើងដែរឲ្យតែយើងម្នាក់មានចិត្តចង់រៀននិងចង់ចេះចង់ដឹងក៏ប៉ុន្តែកុំភ្លេចធ្វើរឿងមួយឲ្យសោះហើយរឿងនោះគឺថាបើរៀនមានចំណេះដឹងហើយត្រូវប្រើចំណេះដឹងនោះក្នុងផ្លូវត្រឹមត្រូវអាចផ្ដល់ជាប្រយោជន៍ដល់មនុស្សនៅជុំវិញខ្លួននិងដល់សង្គមជាតិផងនេះហើយទើបបានហៅថាអ្នកចេះដឹងពិតប្រាកដគឺបើមានចំណេះហើយក៏ធ្វើសកម្មភាពល្អត្រឹមត្រូវនិងអាចសាងជាគុណប្រយោជន៍ដល់មនុស្សផងទាំងឡាយ